កាលពីព្រេងនាយមានស្ដេចដំរីសភ្លុក3មួយអាស្រ័យនៅក្នុងព្រៃដែលជាព្រៃអាគមដែលប្រកបទៅដោយសត្វសាហាវខ្មោចព្រាយបិសាចនៅក្នុងព្រៃនោះហើយគ្មានមនុស្សណាហ៊ានចូលទៅក្នុងព្រៃនោះឡើយស្ដេចដំរីសភ្លុក3នោះគឺជាដំរីដែលមានវេទមន្តអាចធ្វើអ្វីក៏បានមិនថាប្រែកាយជាមនុស្សឬសត្វអ្វីក៏បានតាមចិត្តនាថ្ងៃមួយក៏មានបុរសម្នាក់ដើរវង្វេងផ្លូវចូលមកដល់ក្នុងព្រៃដែលជាជំរករបស់ស្ដេចដំរីសភ្លុក3នោះពេលបុរសនោះឃើញស្ដេចដំរីសនោះភ្លាមក៏មានអារម្មណ៍ភ័យខ្លាចយ៉ាងខ្លាំងស្ទើរតែលេចអាចលេចនោមលុះស្ដេចដំរីសឃើញដូច្នេះក៏និយាយទៅកាន់បុរសនោះថាណែមនាលចៅមាននំហេតុអ្វីបានជាអ្នកចូលមកដល់ព្រៃនេះដូច្នេះតើអ្នកមិនខ្លាចសត្វសាហាវនិងខ្មោចព្រាយបិសាចសម្លាប់អ្នកទេឬបបិទ្ធស្ដេចដំរីសខ្ញុំគ្មានចេតនាចូលមកដល់ក្នុងព្រៃនេះនោះទេតែដោយសារតែខ្ញុំត្រូវស្វែងរកដើមថ្នាំដើម្បីយកទៅព្យាបាលអ្នកស្រុកដែលមានជំងឺទើបចេះតែដើរទៅក៏វង្វេងចូលមកដល់ក្នុងព្រៃនេះសូមស្ដេចដំរីអត់ទោសដល់ខ្ញុំផងបើពិតដូចអ្វីដែលចៅនិយាយមែននោះយើងគិតថាចៅនឹងយើងមុខជាមានឧបនិស្ស័យជាមួយគ្នាជាមិនខានឡើយព្រោះជាធម្មតាគ្មានមនុស្សឯណាដែលអាចដើរចូលមកដល់ទីនេះនោះទេព្រោះនៅតាមផ្លូវចូលមកទីជំរករបស់យើងមានសត្វសាហាវជាច្រើនដែលនៅការពារនៅទីនោះដូច្នេះចៅនឹងយើងមុខជាមានផលបុណ្យដែលបានសាងពីអតីតជាតិជាមួយគ្នាជាមិនខានឡើយទើបបានជាជាតិនេះត្រូវមកជួបគ្នាបែបនេះយើងនឹងបំពេញក្តីប្រាថ្នារបស់ចៅមួយចៅចង់បានអ្វីក៏បានមិនថាខ្លាចជាស្ដេចឬក៏អ្នកដែលមានមន្តវិជ្ជាទ្រព្យសម្បត្តិយើងអាចឲ្យចៅបានទាំងអស់ចូលចៅនិយាយប្រាប់យើងមកជំរាបស្ដេចដំរីសខ្ញុំពិតជាមានក្តីត្រេកអរខ្លាំងណាស់ដែលបានលើស្ដេចដំរីសនិយាយបែបនេះតែខ្ញុំមិនចង់បាននៅអ្វីដែលស្ដេចដំរីសនិយាយនោះទេខ្ញុំសុំតែបានចេញទៅក្រៅវិញជួបជុំម៉ែឪបងប្អូននិងធ្វើជាគ្រូពេទ្យម្នាក់ដែលអាចព្យាបាលជំងឺជួយដល់មនុស្សលោកខ្ញុំត្រេកអរណាស់ពេកហើយអូមនាលមាននុបហើយអ្នកសំជាមនុស្សដែលមាននិស្ស័យជាមួយយើងមែនយើងនឹងឲ្យភ្លុកដំរីសទី3របស់យើងឲ្យទៅអ្នកបើអ្នកចង់បានថ្នាំអ្វីឬចង់បានរបស់អ្វីចូលអ្នកនឹកដល់យើងហើយប្រាថ្នាចុះរបស់ដែលអ្នកចង់បាននឹងសមដូចបំណងតែរបស់ទាំងនោះត្រូវតែជារបស់ដែលយកទៅប្រើនៅក្នុងផ្លូវល្អនិងជួយសង្គ្រោះដល់អ្នកដទៃបើពុំដូច្នេះទេវានឹងធ្វើឲ្យអន្តរាយដល់ខ្លួនអ្នកជាមិនខានឡើយខ្ញុំពិតជាមានសេចក្តីត្រេកអរណាស់សូមស្ដេចដំរីសបានចម្រើនដោយកុសលទាំងនោះផងចុះ